Ba bên bò chua si vừa đua miên cả nhà. Ok, record đấy.សូមស្វាគមន៍មកកាន់ podcast ទី10របស់ Green Lady Cambodia ខ្ញុំវតីជំរាបសួរពុកម៉ែបងប្អូនអ្នកទាំងអស់គ្នាជាទីស្រឡាញ់សុខសប្បាយចិត្តចូលឆ្នាំខ្មែរនៅសល់តែប្រហែលជាកន្លះខែទៀតទេហើយយើងនឹងមានpromotion ដូចសពមួយដងប៉ុន្តែខ្ញុំត្រូវរៀបចំថតរូបថតអីសិនហើយខ្ញុំនឹងផុសវានៅលើបណ្ដាញសង្គម Facebook ក៏ដូចជា Instagram ហើយយើងក៏កំពុងតែធ្វើ website សម្រាប់លក់ផលិតផលដូចគ្នាកំពុងតែមើលថាតើយើងអាចដាក់ឲ្យទិញបញ្ជាទិញនៅលើ website ហ្នឹងបានដោយរបៀបណាអញ្ចឹងណាក៏កំពុងតាក់ទងខាងក្រុមហ៊ុនឲ្យគាត់អាចជួយធ្វើនឹងបានហ្នឹងហើយអញ្ចឹងខ្ញុំខានជួបអ្នកទាំងអស់គ្នាយូរមែនតើមានអារម្មណ៍ដូចយូរមែនតើដោយសារប្រហែលជាការងារនៅក្នុងខែ2ខែ3នេះគឺធ្ងន់ធ្ងរមែនតើហ្មងតែមែនតើតែម្ដងប៉ុន្តែខ្ញុំចង់បញ្ចប់ពីការងារដែលធ្ងន់ធ្ងរមួយនេះទៅគឺយើងមានជាឯកសារមួយដែលយើងធ្វើដើម្បីឲ្យអ្នកដែលគាត់ចាប់អារម្មណ៍ហ្នឹងគាត់បានអានពីគាត់បានអានពីការងាររបស់យើងថាតើយើងធ្វើអីគេខ្លះយើងមានប្រសិទ្ធភាពអីគេខ្លះយើងផ្ដល់ impact អីគេខ្លះហើយចីរភាព sustainability របស់វាមិនម៉េចឬក៏យ៉ាងម៉េចតទៅទៀតខ្ញុំគិតថាខ្ញុំធ្វើហ្នឹងក៏ដើម្បីខ្លួនឯងដែរថាតើខ្ញុំអាចបង្វែរទិសដៅនៅការងារហ្នឹងទៅខាងណាធ្វើមិនឈប់ធ្វើឬក៏មិនអញ្ចឹងណាយើងព្យាយាមយើងធ្វើដើម្បីយើងមើលយើងព្យាយាមគិតពីការពិត reality ថាតើបែបបត់ឬក៏ flexibility or adaptability មិនដែលយើង or intervention វាមិនទៅវាអាចធ្វើឲ្យការងារហ្នឹងវាមានផលវាមានផ្លែហូបហ្នឹងហើយវាដល់ពិតជាផ្ដល់អត្ថប្រយោជន៍ដល់សង្គមមែនគ្រាន់តែធ្វើដើម្បីតែប្រាក់ចំណេញប្រាក់ខែហ្នឹងហើយអញ្ចឹងខ្ញុំចិត្តមួយមានភាពភ័យខ្លាចដោយសារខ្លាចអត់ការងារធ្វើដែរប៉ុន្តែចិត្តមួយទៀតក៏គិតដែរថាបើធ្វើការដើម្បីតែធ្វើការដដែលអានោះវាមានខុសអីអញ្ចឹងយើងចាំបាច់ឈប់ធ្វើការងារហើយយើងខំប្រឹងមកធ្វើឲ្យយើងស្រឡាញ់ធ្វើអីថាអត់យើងធ្វើអីដែលយើងស្រឡាញ់ក៏ព្រោះតែយើងធ្វើអីដែលយើងស្រឡាញ់យើងមិនមែនធ្វើដើម្បីប្រាក់ខែអញ្ចឹងយើងព្យាយាមអត់ចង់ព្យាយាមធ្វើ reflection ការឆ្លោះប្រចាំងឆ្លោះកញ្ចក់មួយដែលយើងអត់ចង់ត្រឡប់ទៅកន្លែងដើមវិញទេយើងត្រូវការរីកចម្រើនយើង out of comfort zone យើងចង់ខ្លាចជាខ្លួនយើងជា version ជាជំហាននៃការលូតលាស់របស់យើងតែអត់ហ្នឹងហើយអញ្ចឹងហើយយើងខំប្រឹងធ្វើអ្វីទាំងអស់ហ្នឹងសម្រាប់ podcast ទី10នេះខ្ញុំនឹងនិយាយតាក់ទងទៅនឹងឈាមពណ៌ខ្មៅស្អិតហ្នឹងហើយដោយសារអត់ទាន់បាននិយាយរឿងហ្នឹងហើយក៏នេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្លួនឯងនៅក្នុងការប្រើប្រាស់គណៈស្ត្រីកន្លងមករយៈពេល6ឆ្នាំ7ឆ្នាំលើហើយនៅក្នុងឆ្នាំទី3ខ្ញុំចាប់ដើមឃើញរាងកាយខ្ញុំប្រែប្រួលរដូវរបស់ខ្ញុំប្រែប្រួលជាពិសេសនឹងឯឈាមរដូវហ្នឹងគឺឡើងឃើញមានអាពណ៌ខ្មៅស្អិតណាហើយធ្លាប់មានមិត្តភ័ក្តិក៏ដូចជាអ្នកផ្សេងគាត់សួរខ្ញុំរឿងឈាមពណ៌ខ្មៅស្អិតហ្នឹងតើវាមកពីណាវាមានន័យថាម៉េចហើយចម្លើយរបស់ខ្ញុំហ្នឹងគឺឈាមខ្មៅស្អិតហ្នឹងគឺគេហៅថាឈាមចាស់ដែលឈាមហ្នឹងវាធ្លាក់យឺតពេកអញ្ចឹងដូចការកលាបអញ្ចឹងគឺវាចេញពីពណ៌ក្រហមពណ៌ត្នោតបន្ទាប់មកវាក្រៀមហើយវាផុយរលួយអញ្ចឹងទៅណាស់តែឈាមយើងវាមានធាតុទឹកហើយវាក្រៀមខាប់អញ្ចឹងវាចេញពីពណ៌ក្រហមការឈាមការឈូកក្រហមឈាមជ្រូកដូចគ្នាហើយវានឹងប្រែទៅជា
ពណ៌ត្នោតបន្ទាប់មកនៅពេលដែលវាធ្លាក់អត់អស់វាធ្លាក់យឺតពេកវានឹងទៅជាពណ៌ខ្មៅហើយវាស្អិតចឹងឈាមធ្លាក់យឺតតាមពិតទៅអត់សូវល្អទេសម្រាប់សុខភាពវត្តរដូវសុខភាពស្បូនរបស់យើងដោយសារវាអាចនិយាយបានថាឈាមវាគួរតែធ្លាក់អស់ឲ្យលឿនដើម្បីឲ្យស្បូនហ្នឹងវាអស់អាឈាមប្រចាំខែហ្នឹងណាកតិកទីអីហ្នឹងធ្លាក់មកទាំងអស់ហ្នឹងព្រោះពណ៌ឈាមហ្នឹងក៏ជាសញ្ញាមួយបង្ហាញពីសុខភាពរបស់យើងដែរប៉ុន្តែវាមិនងាយថាវាធ្ងន់ធ្ងរឬក៏វាឆ្លងមេរោគទេលុះត្រាតែឈាមយើងហ្នឹងវាទៅជាចេញពណ៌រៀងលាយប្រផេះរៀងចេញទឹកក្រូចអីហ្នឹងអាហ្នឹងបានវាកម្រណាតែវាបញ្ជាក់ថាយើងអាចមានបញ្ហាស្បូនយើងមានឆ្លងមេរោគឬមួយក៏មានបាក់តេរីឬក៏មានជំងឺជាដើមហ្នឹងហើយអញ្ចឹងឈាមខ្មៅស្អិតហ្នឹងសម្រាប់ខ្ញុំឈប់ឃើញវាពេលប្រហែលជាកាលពីមុនពេលដែលខ្ញុំប្រើសម្លេងតាមផ្លាស្ទិកហ្នឹងគឺខ្ញុំឃើញអាសាឃើញហើយជាពិសេសពាក់កណ្ដាលខែពាក់កណ្ដាលវត្តរដូវអញ្ចឹងវត្តរដូវមានន័យថាមួយជុំរដូវអញ្ចឹងពាក់កណ្ដាលនៃវត្តរដូវហ្នឹងពេលខ្លះខ្ញុំឃើញឈាមពណ៌ខ្មៅស្អិតហ្នឹងហើយអាចថាពេលពាក់សម្លេងណាម៉ៃផ្លាស្ទិកទៅវារៀងវាស្អិតវាបែកញើសវាខ្ញុំអាឡែស៊ីផងខ្លួនឯងនឹងផងឡើងពងស្បែកហើយយើងមានអារម្មណ៍ដូចត្បៀតអញ្ចឹងណាហើយវាក៏អាចជាកត្តាដែលប្រហែលជាធ្វើឲ្យឈាមហ្នឹងវាធ្លាក់មកអត់អស់អត់លឿនជាពិសេសពេលយើងគេងពេលយប់អញ្ចឹងពេលគេងពេលយប់បើសិនជាបងប្អូនជាពិសេសបងប្អូនមិត្តនារីបងប្អូនចំណាំឃើញថាចំណាំឃើញថាវាពេលដែលយើងគេងទៅស្បូនយើងវាស្បូនយើងរៀងបត់ឬក៏រៀងទេបន្តិចអញ្ចឹងពេលយើងគេងទៅអា position របស់យើងហ្នឹងរបៀបនៃយើងគេងហ្នឹងគឺវាអត់ធ្វើឲ្យឈាមហ្នឹងវាហូរមកដូចយើងឈរឬមួយក៏យើងអង្គុយទេអញ្ចឹងវាអាចរៀងទៅជាពិបាកធ្លាក់មកអស់ហ្នឹងហើយអញ្ចឹងពេលយើងពាក់អីហប់ហើយយើងពាក់ខោពាក់អីទៀតអាហ្នឹងវាធ្វើឲ្យឈាមហ្នឹងវាហត់តែដូចពិបាកចេញមកវាមិនមែនតែរំហូរនៃឈាមហ្នឹងតែដូចចេញមកហ្នឹងដូចយើងដាក់ទឹកក្នុងកធុនហើយយើងចាក់ឬក៏យើងទេវាទេស្បូនរបស់យើងគឺវាតាក់ទងទាំងអស់ទៅនឹងរាងកាយនិងអរម៉ូនបន្តពូជរបស់យើងតាំងពីខួរក្បាលមកអញ្ចឹងពេលដែលយើងមានអារម្មណ៍ថា stress ពេលដែលយើងមានអារម្មណ៍ពិបាករៀងស្អុះស្អាប់យើងមានអារម្មណ៍អត់មានផាសុកភាព uncomfortable គឺវាក៏ធ្វើឲ្យអរម៉ូននៃការកន្ត្រាក់នៃស្បូននិងឲ្យឈាមធ្លាក់មកហ្នឹងក៏វាអាចមានអាការៈឬក៏វាមានការប៉ះពាល់ដែរអញ្ចឹងពេលដែលយើងពាក់អីស្អុះស្អាប់មិនថាឥឡូវអាហ្នឹងយប់ហើយយើងអត់ដូរសម្លេងណាម៉ៃទៀតប៉ុន្តែសម្លេងណាម៉ៃផ្លាស្ទិកហ្នឹងគេឲ្យដូរ3ទៅ4ម៉ោងដូរម្ដងយ៉ាងយូរបំផុត4ម៉ោងថា5ម៉ោងចុះប៉ុន្តែវាកាន់តែយូរវាប៉ះពាល់សុខភាពយើងហ្នឹងយើងដឹងទាំងអស់គ្នាដោយសារវាមានសារជាតិគីមីហើយខ្ញុំក៏បាននិយាយសារជាតិគីមីហ្នឹងហើយខ្ញុំបានបង្ហាញពីឯកសារដែលគេនិយាយពី toxic របស់សម្លេងផ្លាស្ទិកហ្នឹងនៅក្នុង podcast មុនរួចហើយអញ្ចឹងពេលដែលយើងពាក់វាយូរពេកចង់ពីទ្វារមាសទៅមាត់ស្បូនយើងហ្នឹងវាខ្លីទេអញ្ចឹងអាជាតិគីមីហ្នឹងវាអាចស្រូបយកបើសិនជាយើងពាក់យូរពេកហើយបើយើងប្រើសម្លេងណាម៉ៃដែលផ្លាស្ទិកដែលមានតម្លៃថោកទៀតហើយអត់មានដាក់គ្រឿងផ្សំអត់មានអីការប៉ាក់ឆែតអីត្រឹមត្រូវទៀតអានឹងហិតតែគ្រោះថ្នាក់នៅលើសុខភាពជាពិសេសសុខភាពបន្តពូជសុខភាពស្បូនរបស់យើងតែម្ដងអញ្ចឹងពេលមានរឿងកាត់ឡើងលើស្បូនអ្នកនរគ្នាចំណាំមើលគឺមាត់ស្បូនយើងថ្ងៃមុនគេហ្នឹងគឺផលពីក្រៅមកអញ្ចឹងជំងឺសន្សំបែបនេះគឺគួរឲ្យភ័យខ្លាចមែនតើអញ្ចឹងយើងព្យាយាមថែរក្សាអនាម័យនិងសុខភាពវត្តរដូវរបស់យើងហ្នឹងគឺដើម្បីសុខភាពយើងល្អនៅក្នុងរយៈពេលយូរអូខេអញ្ចឹងតកតងនឹងឈាមខ្មៅហ្នឹងខ្ញុំឃើញវាធ្លាក់អញ្ចឹងហើយវាស្អិតហ្នឹងហើយអញ្ចឹងយើងសម័យមើលថាបើវាស្អិតនៅខាងក្នុងហើយវាធ្លាក់អត់អស់វាអាច
បង្កទៅជាដុំអីអញ្ចឹងទៅនៅក្នុងស្បូនយើងដែលវាជាការព្រួយបារម្ភសម្រាប់ខ្ញុំដែរកាលហ្នឹងហើយខ្ញុំក៏ដឹងថាស្ត្រីគឺប្រឈមមុខនឹងកើតគិសក្នុងស្បូនអីហ្នឹងច្រើនណាស់ហើយពេលដែលខ្ញុំដូរត្រឡប់មកប្រើទៅក៏ឈាមហ្នឹងខ្ញុំអត់ចាំទេនេះប៉ុន្តែ2-3ឆ្នាំដំបូងហ្នឹងគឺតែធំពណ៌ត្នោតចាស់ហ្នឹងវាអស់វាលែងមានអាខ្មៅហ្នឹងអាចថាប្រហែលជាមាននៅក្នុងខែណាមួយនៅក្នុងឆ្នាំហ្នឹងប្រហែល3-4 ដងអីដែរវានៅវារៀងខ្មៅធ្លាក់មកខ្មៅអញ្ចឹងណាប៉ុន្តែវាអត់ដូចពេលដែលខ្ញុំប្រើសម្លេងណាមួយផ្លាស្ទិកទេគឺស្ទើរតែរាល់ខែបន្ទាប់មកពេលដែលខ្ញុំដូរមកប្រើកណាត់ហ្នឹងគឺវាតិចមែនតើរហូតមកដល់ឥឡូវនេះឆ្នាំទី6ទី7ហ្នឹងតាំងពីឆ្នាំទី5អីពី3ឆ្នាំមុនគឺខ្ញុំអត់ដែលមានខ្មៅស្អិតទេអស់ហ្មងទោះបីជាវាធ្លាក់ពាក់កណ្ដាលខែក្តីគឺពណ៌ត្នោតអាហ្នឹងខ្ញុំចំណាំមើលខ្លួនឯងខ្ញុំចំណាំមើលរបស់ខ្លួនឯងអញ្ចឹងខ្ញុំដឹងថាដោយសារទម្លាប់នៃការប្រើប្រាស់កំណាត់អនាម័យស្ត្រីខ្ញុំដូរមកហ្នឹងហើយពេលយប់ខ្ញុំអត់គេងពេលខ្លះខ្ញុំគេងពាក់អត់ពាក់កណាត់អត់ពាក់អីផងខ្ញុំធ្លាប់តែភួយទៅខ្ញុំគេងពីលើហ្មងហើយដឹងថាពេលយប់គឺឈាមមកតិចជាងដល់ពេលគ្រាន់តែព្រឹកភ្លាមគ្រាន់តែយើងឈរយើងធ្វើអីមួយសន្ទុះទៅមកហ្មងអានោះយើងដឹងថាស្បូនយើងរៀងទេអញ្ចឹងណាអញ្ចឹងពេលយើងគេងពេលយើងងើបបរិបត្តិដែលយើងនេះហ្នឹងវាធ្វើឲ្យឈាមហ្នឹងវាមកលំហូរខុសគ្នាហ្នឹងហើយខ្ញុំដឹងថាឈាមខ្មៅហ្នឹងគឺវាអាចមកពីយើងហូរយឺតពេកអញ្ចឹងដែលខ្ញុំកត់សម្គាល់ឃើញហ្នឹងដែលខ្ញុំលែងមានឈាមខ្មៅហ្នឹងគឺខ្ញុំដឹងថារដូវខ្ញុំពេលឆ្នាំទី4ចុះទី4ទី5មកហ្នឹងគឺចាប់ផ្ដើមផ្លាស់ប្ដូរប្រហែលជាមកពីអាយុខ្ញុំដែរប៉ុន្តែវាទៅជាតែ3ថ្ងៃអញ្ចឹងអស់ហើយថ្ងៃទី1គឺមកឡើងចង់80មីលីលីត្រទៅ100អីក៏មានដែរគឺហូរយកហ្មងថ្ងៃទី2មួយជុំថ្ងៃទី1 heavy ធ្ងន់ថ្ងៃទី2មួយជុំថ្ងៃទី3ស្ទើរតែអស់ហ្មងហើយវាអាចមានខែខ្លះថ្ងៃទី4មកបន្តិចហើយថ្ងៃទី5ហើយបានវាបន្តិចមែនតើហើយវាអស់អញ្ចឹងណាតែខ្ញុំចាប់អារម្មណ៍ដឹងថាធ្ងន់ហូរខ្លាំង2ថ្ងៃហើយថ្ងៃទី1ហ្នឹងគឺហូរខ្លាំងមែនតើប៉ុន្តែមុននឹងថ្ងៃទី1ដែលហូរខ្លាំងហ្នឹងវាអាចមានដូចវាស្បូនយើងវាចាប់ផ្ដើមកន្ត្រាក់ធ្លាក់ហ្នឹងគឺធ្លាក់ពណ៌ត្នោតមកមុនហើយបានវាឡើងក្រហមថ្ងៃទី1ហ្នឹងវាច្រើនខ្លាំងហើយបានចាប់ផ្ដើមឈឺពោះអីអញ្ចឹងណាអញ្ចឹងវាដូចឲ្យសញ្ញាវាប្រាប់អញ្ចឹងមានអារម្មណ៍ថាយើងមើលឃើញថារដូវយើងហ្នឹងវាផ្លាស់ប្ដូររបៀបម៉េចហើយខ្ញុំចាប់អារម្មណ៍សម្គាល់វាព្យាយាមឲ្យបានរាល់ខែដើម្បីយើងដឹងពីសុខភាពយើងហ្នឹងហើយអញ្ចឹងខ្ញុំអាចឲ្យយោបល់ថាជាពិសេសមិត្តនារីក៏ដូចជាបងប្អូនបើសិនជាបងប្អូនមានឈាមខ្មៅច្រើនព្យាយាមដូរសម្លេងអនាម័យឲ្យបានញឹកញាប់ឬក៏ព្យាយាមកុំពាក់ខោពាក់ហ្នឹងហើយកុំពាក់ខោតឹងពេកយើងព្យាយាមប្រឡែងវាណាហើយជាពិសេសពេលយប់យើងព្យាយាមប្រឡែងវាបើយើង single យើងនៅបន្ទប់ម្នាក់ឯងឬក៏យើងគេងខ្លួនឯងព្រោះដឹងថាបើគេងជាមួយនឹងប៉ាម៉ាក់ឬមួយក៏យើងមានដៃគូយើងប្រហែលជាខ្មាស់គាត់តែខ្ញុំនៅតែលើកទឹកចិត្តថាយើងគេងពេលយប់ហ្នឹងគឺយើងប្រឡែងបានយើងប្រឡែងទៅយើងប្រឡែងបានប៉ុន្មានយើងប្រឡែងប៉ុណ្ណឹងដើម្បីឲ្យឈាមរដូវយើងហ្នឹងហូរមកអស់ឲ្យងាយស្រួលកុំឲ្យយើងមានឈាមខ្មៅហ្នឹងញឹកញាប់ពេកព្រោះវាអត់ល្អសម្រាប់សុខភាពយើងទេនៅរយៈពេលយូរហ្នឹងហើយខ្ញុំគួរដាក់រូបឈាមខ្មៅស្អិតហ្នឹងអត់ណានៅក្នុងជាដាក់ជាគម្រប cover ហ្មងឬក៏ប្រហែលជាដាក់ហ្នឹងហើយដាក់ចឹងទៅដើម្បីឲ្យយើងយល់ដូចបើនិយាយពីពណ៌នាទៅខាញ់លោថារៀងយល់ច្រឡំចឹងយើងដាក់ទៅឲ្យច្បាស់
ថាខ្មៅស្អិតហ្នឹងវាមិនវាដូចខ្មៅហើយវាស្អិតយកហ្មងវាមិននៅពណ៌ត្នោតទេគឺវាខ្មៅហើយវាស្អិតតែម្ដងហ្នឹងអត់ល្អទេហើយដូចជាមានប៉ុណ្ណឹងឯងហើយខ្ញុំនៅមាន vlog ខ្ញុំល្ងិតប៉ុន្តែខ្ញុំចង់ផុសមួយដែរដាក់នៅលើ YouTube នៅលើ social media just for fun ដើម្បីដូចមាន engagement ជាមួយនឹងអ្នកដែលគាត់ស្ដាប់ទស្សនាហ្នឹងឯងហើយមួយទៀតហ្នឹងគឺយើងបានធ្វើវីដេអូនៅលើការងារដែលទៅខែ2ខែ3ដែលធ្ងន់ធ្ងរហ្នឹងជាលក្ខណៈទ្រង់ទ្រាយធំដែរដោយសារខាង UNICEF គាត់ធ្វើអញ្ចឹងហើយខ្ញុំស្ម័គ្រចិត្តជាអ្នកដើរតួថតធ្វើបោកកំណត់អនាម័យស្ត្រីរបៀបដេកកំណត់អនាម័យស្ត្រីអញ្ចឹងណាហើយចង់ឲ្យចំណេះដឹងទាំងអស់នេះខ្លាយទៅជាជំនាញមួយទាំងរាប់វត្តរដូវទៀតខ្លាយទៅជាជំនាញមួយសម្រាប់គ្រប់ gender ទាំងអស់ព្រោះមាន gender ផ្សេងដែលគាត់ក៏មករដូវដូចគ្នាអញ្ចឹងខ្ញុំចង់ធ្វើនឹងសម្រាប់ទាំងអស់ជាពិសេសបងប្អូនសិស្សសាលាឲ្យវាខ្លាយជាជំនាញមួយមិនថានៅក្នុងសាលារៀនប៉ុន្តែគាត់ក៏នៅក្នុងគាត់មានគ្រួសារនិងសហគមន៍ដូចគ្នាអញ្ចឹងចង់ឲ្យវាខ្លាយទៅជាចំណេះដឹងសម្រាប់ទាំងអស់ទាំងសាលារៀនទាំងខ្លួនគាត់ផ្ទាល់ទាំងគ្រួសារនិងសហគមន៍សង្ឃឹមថាវាជា impact វាជាឥទ្ធិពលដូច influencer ហ្នឹងវាជាឥទ្ធិពលវាជាផលជះមួយដែលខ្ញុំបានធ្វើនៅក្នុងការងារដែលខ្ញុំស្រឡាញ់នេះហើយហ្នឹងហើយមានតែប៉ុណ្្នឹងឯងអរគុណដល់អ្នកដែលបានស្ដាប់ចូលរួមស្ដាប់ទាំងអស់សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាម្ដងទៀតនៅ episode បន្ទាប់ podcast ទី11ចំណែកឯប្រធានបទនោះគឺអត់ទាន់ដឹងទេចាំខ្ញុំគិតមើលសិនអរគុណមែនតើហើយជូនពររីករាយចិត្តចូលឆ្នាំខ្មែរបើសិនជាសម្រាប់អ្នកដែលគាត់កាត់ចិនប្រហែលជាចិត្តឆេងមេងហើយថាអត់ហ្នឹងហើយអញ្ចឹងជូនពរឲ្យសុខភាពល្អសំណាងល្អរៀនកែធ្វើការបានជោគជ័យរកស៊ីបានមានសុភមង្គលក្នុងគ្រួសារអរគុណហើយចាំជួបគ្នានៅវគ្គក្រោយបាយបាយ